vậy tới nhung miền cua sa mà đó tay nhung ở toàn ban riệp trong ấy đôi kê chẳng nó bỏ nhưng ban ta sai thì tôi để xa ta bông mà đại khang pro ha còn ở bên chặt giường hay đập bê chẳng tới có lừa bịp ha chua nhung miền tầng nguồn buôn khai nhung đại kia tăng bị buôn khai đây phép bên tây ni bao nhung tham miền cồn mình anh chăm cồn mình anh nhận tới có bịp ha ở trong miền cua sa tiệt á nhomปราบគាត់ទៀតថាមិនបាច់គិតច្រើនពីអតីតកាលទេគឺអ្វីដែលខ្ញុំស្រឡាញ់ពិតប្រាកដគឺភាពត្រឹមត្រូវបច្ចុប្បន្ននៅពេលដែលខ្ញុំបានដឹងរឿងរបស់គាត់ហើយក៏ខ្ញុំសារភាពពេលដែលសារភាពហ្នឹងក៏គាត់មិនទាន់ឆ្លើយថាអូខេភ្លាមទេគាត់ឲ្យខ្ញុំគិតមើលសិនឲ្យខ្ញុំពិចារណាមើលសមអត់អីអត់បងឯងនៅកន្លោះបងឯងមកស្រឡាញ់ខ្ញុំជាស្ត្រីមេម៉ាយអ្វីដែលខ្ញុំចង់បានគឺចង់បានគាត់រស់នៅជាមួយខ្ញុំបន្តទៅអនាគតពីដំបូងខ្ញុំបារម្ភខ្លាចម្ដាយរបស់គាត់នឹងក្រុមគ្រួសាររបស់គាត់អត់ពេញចិត្តខ្ញុំដែរទៅការចដូនមួយគាត់ហ្នឹងក៏ជួបម្ដាយរបស់គាត់បងប្អូនសាច់ញាតិគាត់ហ្នឹងគាត់ស្វាគមន៍យើងវាធ្វើឲ្យខ្ញុំកក់ក្ដៅខ្ញុំអត់ភ័យខ្លាចដែលខ្ញុំនឹងទទួលយកគាត់ណាខ្ញុំអត់មានរើសថារឿងម៉ាយរឿងកំមុំទេធ្វើម៉េចឲ្យតាកូនស្រឡាញ់គ្នាហើយដំបូងឡើយដែលគាត់បានស្គាល់សេនិចគាត់ក៏បានពិភាក្សាជាមួយខ្ញុំជាច្រើនរឿងរ៉ាវគ្រប់បែបយ៉ាងគាត់សួរថាបងគិតយ៉ាងម៉េចដែរសម្រាប់ខ្ញុំស្រឡាញ់ហើយខ្ញុំប្រាប់គាត់ថាអត់ជាបញ្ហាទេសម្រាប់រឿងស្នេហាឬមនុស្សពីមុនតែឥឡូវហ្នឹងតើគេយ៉ាងម៉េចល្អអត់យើងអាចរៀបចំអនាគតជាមួយគេបានអត់ព្រោះយើងស្រឡាញ់គឺជាអ្វីដែលជារបស់គាត់ពេលដែលគាត់មុននឹងថាចូលស្ដីយើងខ្ញុំគិតលើកូនដែរខ្ញុំគិតថាមិនដឹងថាគេស្រឡាញ់កូនខ្ញុំដូចដែលគេស្រឡាញ់ខ្ញុំអត់ខ្ញុំគិតថាកូនសនិចគឺជាកូនរបស់ខ្ញុំដែរព្រោះអីបើយើងស្រឡាញ់ម្ដាយគេហើយកូនរបស់គេយើងអត់ស្រឡាញ់មិនកើតដូចជាម្លងបានជា2អាទិត្យប្រាប់ព័ត៌មានទៅម្ដាយខាងខ្ញុំទៅថាអូម៉ែចូលសួរកូនគេថ្ងៃនេះទៅកាត់ផឹងយកហ្មងថាឥឡូវបើមិនជឿសាកតែថ្ងៃ1ខែ4ខ្ញុំដឹងហើយចំណុចពិសេសរបស់គាត់គឺគាត់ហ៊ាននិយាយហ៊ានធ្វើគាត់ស្រឡាញ់ខ្ញុំជាខ្ញុំស្រឡាញ់កូនស្រឡាញ់គ្រួសារស្រឡាញ់ឪពុកម្ដាយខាងខ្ញុំគាត់ឲ្យតម្លៃគាត់អត់គិតពីអតីតកាលរបស់ខ្ញុំថាខ្ញុំជាអ្នកណាអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំទាំងពីរនាក់នេះវិញខ្ញុំអាចកាន់ដៃគ្នាធ្វើតាមគោលបំណងតាមបេះដូងធ្វើឲ្យคล้ายជាការពិតឲ្យคล้ายជាក្តីសុបិនមួយដែលអាចមានសុភមង្គលទៅថ្ងៃអនាគត